ទីកន្លែងនេះគឺជាអនុស្សាវរីយ៍ដ៏ចងចាំរបស់ប្រជាជនខ្មែរដែលកន្លែងនេះកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដោយប្រើកម្លាំងពលកម្មប្រជាជនយ៉ាងច្រើនបច្ចុប្បន្នកន្លែងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មនិងជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់នោះលើពីនេះទីតាំងនេះត្រូវបានគេស្គាល់ថាជាតំបន់ការពារសត្វស្លាបដែលជាជម្រកសម្រាប់សត្វស្លាបជាច្រើនប្រភេទនិងសត្វកម្រជាច្រើនទៀតនេះគឺរមណីយដ្ឋានអាងត្រពាំងថ្មមុននឹងស្គាល់ប្រវត្តិអំពីអាងត្រពាំងថ្មយើងគួរដឹងខ្លះៗអំពីស្រុកភ្នំស្រុកជាមុនសិនស្រុកភ្នំស្រុកជាស្រុកមួយស្ថិតនៅភូមិភាគខាងជើងនៃខេត្តបន្ទាយមានជ័យស្រុកនេះមានប្រវត្តិយូរលង់និងមានសក្តានុពលផ្នែកកសិកម្មទេសចរណ៍និងធនធានធម្មជាតិឈ្មោះភ្នំស្រុកត្រូវបានគេជឿថាមានប្រភពមកពីភ្នំតូចៗនិងតំបន់ជុំវិញដែលជាទីតាំងរស់នៅរបស់ប្រជាពលរដ្ឋតាំងពីបុរាណមកស្រុកភ្នំស្រុកមានឃុំជាច្រើនហើយប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មដូចជាដំណាំស្រូវដំឡូងមីនិងដំណាំផ្សេងៗតំបន់នេះក៏មានសម្បត្តិធម្មជាតិនិងរមណីយដ្ឋានទេសចរណ៍សំខាន់ៗជាច្រើនផងដែរអាងត្រពាំងថ្មស្ថិតនៅភូមិត្រពាំងថ្មឃុំបចាស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាមរតកបន្សល់ទុកពីរបបខ្មែរក្រហមដោយប្រជាជនរាប់ម៉ឺនសែននាក់ត្រូវបានស្លាប់តែបច្ចុប្បន្នទីនេះត្រូវបានក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិដែលមានសម្រស់ស្រស់ស្អាតហើយសម្បូរទៅដោយធនធានជីវៈចម្រុះនានាទីកន្លែងនេះអាចរក្សាទឹកប្រមាណ180លានម៉ែត្រគូបនារដូវវស្សានិង120លានម៉ែត្រគូបនារដូវប្រាំងអាងត្រពាំងថ្មមិនត្រឹមតែជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែងទេជាតំបន់អភិរក្សសត្វស្លាបដ៏កម្រនិងសត្វស្លាបប្រភេទផ្សេងៗទៀតបើនិយាយរឿងមច្ឆជាតិរាប់ម៉ឺនក្បាលរាប់ម៉ឺនប្រភេទស្ទើរតែមិនជឿភ្ញៀវទេសចរក៏អាចមកងូតទឹកជិះទូកលេងកម្សាន្តនិងមានខ្យល់អាកាសបរិសុទ្ធផាសុកភាពនិងមានម្ហូបឆ្ងាញ់ៗគ្រប់មុខជាពិសេសគឺមានត្រីស្រស់ៗជាច្រើនប្រភេទមិនតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅរមណីយដ្ឋានអាងត្រពាំងថ្មពន្លឺព្រះអាទិត្យជះចំផ្ទៃទឹកដូចជាកម្រាលពណ៌មាសនៅក្រោមផ្ទៃមេឃសង្ឃឹមថាវីដេអូនេះគឺជាការផ្សព្វផ្សាយតំបន់ទេសចរប្រវត្តិសាស្ត្រមួយកន្លែងនិងជាប្រយោជន៍ទៅដល់សហគមន៍ស្រុកភ្នំស្រុកបងប្អូនឬភ្ញៀវទេសចរទាំងអស់ដែលបានមកលេងរមណីយដ្ឋាននេះសូមបងប្អូនជួយថែរក្សាបរិស្ថាននិងអនាម័យឲ្យបានសមរម្យសូមបងប្អូនជួយចែករំលែកដើម្បីផ្សព្វផ្សាយតំបន់ទេសចរនៅក្នុងសហគមន៍របស់យើងសូមអរគុណខ្ញុំបាទសាវឿនរាយការណ៍ពីរមណីយដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ